នេះជាវិធីល្អបំផុតក្នុងការដាក់ទោសអ្នករំលោភដំបូងវាជង្គង់របស់គាត់ដោយញួរបន្ទាប់មកគាត់បានច្របាច់កញ្ចក់ពេលជើងបាក់ប៉ះដីវានឹងធ្វើឲ្យគាត់ឈឺចាប់ខ្លាំងបុរសនោះកំពុងផឹកស្រាអើយយយ៉ាងរីករាយនៅចំហៀងរងចាំរហូតដល់ជាតសន្លប់បន្ទាប់មកគាត់ត្រាំវាជាមួយទឹកនោមដើម្បីចិញ្ចឹមឈាមបន្ទាប់មកគាត់បានស្ទុះចូលជង្គង់បាក់របស់សេងបៀវប៉ុន្តែទោះជាយ៉ាងនេះក្តីបុរសនោះនៅតែមិនខឹងឡើយគាត់បានព្យួរសេងបៀវម្ដងទៀតបន្ទាប់មកគាត់កាន់កាំភ្លើងបាញ់ហើយត្រៀមបញ្ចប់ជីវិតអ្នកផ្សេងប៉ុន្តែនៅទីបំផុតគាត់នៅតែទុកចិត្តមិនបានធ្វើសកម្មភាពអ្វីឡើយព្រោះគាត់មិនចង់ឲ្យសេងបៀវស្លាប់ដោយងាយដូច្នេះទេគាត់បានវាយទ្រូងរបស់សេងបៀវដោយឈួតនឹងច្រវាក់ដៃទោះបីជាគូប្រកួតត្រូវបានគេវាយឲ្យបែកបងប្រុសខៀងនៅតែគ្មានចិត្តណាបញ្ឈប់គិតអំពីការស្លាប់ដ៏សោកសៅរបស់កូនស្រីអាយុ8ឆ្នាំរបស់ខ្ញុំកំហឹងមួយរំពេចចូលមកក្នុងចិត្តខ្ញុំគាត់បានវិសេងបៀវម្ដងហើយម្ដងទៀតតតែភីគីម្ខាងទៀតដួលសន្លប់ម្ដងទៀតនៅពេលដែលសេងបៀវភ្ញាក់ឡើងគាត់ត្រូវបានគេចងជាប់ទៅនឹងតុប្រតិបត្តិការរួចហើយគាត់បានយំហើយអង្គរបងប្រុសឆេងឲ្យដោះលែងគាត់ទៅប៉ុន្តែតើបងប្រុសឆេងអាចបោះបង់ដោយរបៀបណាគាត់បានយកដុកថ្នាំពិសេសចេញថាម្នាក់អាចខ្វិនរាងកាយទាំងមូលប៉ុន្តែវាមិនប៉ះពាល់ដល់ស្មារតីរបស់អ្នកទេនេះមានន័យថាសេងបៀវនៅតែអាចមានអារម្មណ៍ជឿចាប់ទោះបីជាគាត់សន្លប់ក៏ដោយដោយសារថ្នាំត្រូវបានចាក់បន្តិចម្ដងមិនយូរប៉ុន្មានរាងកាយរបស់សេងបៀវត្រូវបានខ្វិនទាំងស្រុងបារម្ភថារឿងមិននឹកស្មានអាចកើតឡើងបងប្រុសឆេងបានដាក់បំពង់អុកស៊ីសែនមួយទៀតចូលទៅក្នុងគាត់បន្ទាប់មកគាត់បានយកស្បែកក្បាលចេញគាត់បានទាត់ចង្កេះគូប្រកួតភ្លាមសេងបៀវអាចមានអារម្មណ៍យ៉ាងច្បាស់អំពីដំណើរការទាំងមូលបន្ទាប់មកបងប្រុសឆេងចំអិនស៊ុបផ្កាក្រលៀនមួយចានដាក់ដោយចិត្តញៀននៅមុខសេងបៀវដែលកំពុងស្លាប់ប៉ុន្តែនេះនៅតែមិនអាចបន្ធូរបន្ថយការឈឺចាប់របស់បងប្រុសឆេងបានវាប្រែថាវាទើបតែមួយសប្តាហ៍មុនកូនស្រីអាយុ8ឆ្នាំត្រូវគេរំលោភរហូតដល់ស្លាប់ឃើញស្លាកស្នាមមិនពេញចិត្តនៅលើខ្លួនរបស់កូនស្រីខ្ញុំបងប្រុសឆេងខូចចិត្តភ្លាមគាត់តែងតែបញ្ជូនកូនស្រីរបស់គាត់ទៅសាលារៀនជារៀងរាល់ថ្ងៃប៉ុន្តែវាបានកាត់ឡើងថាប្រពន្ធរបស់គាត់មានរឿងមួយហើយបានហៅគាត់ឲ្យបញ្ឈប់គាត់នៅថ្ងៃនោះកូនស្រីរបស់ខ្ញុំត្រូវទៅសាលារៀនតែម្នាក់ឯងទើបតែលើកនេះមានគ្រោះថ្នាក់កើតឡើងប្រពន្ធខ្ញុំក៏ធ្លាក់ទឹកចិត្តដែរជាសំណាងល្អសេងបៀវត្រូវបានប៉ូលីសចាប់បាន2ថ្ងៃក្រោយមកប៉ុន្តែគាត់គ្មានចេតនាបំផ្លាញវាតតែសោះគាត់ថែមទាំងញ៉ាំពេញមួយពេលបងប្រុសថេងបានរៀនតាមរយៈមេប៉ូលីសក្នុងករណីបែបនេះចៅក្រមនឹងធ្វើខុសយ៉ាងច្រើនបំផុតគិតដល់កូនស្រីកំសត់របស់ខ្ញុំបងប្រុសឆេងពិតជាមិនអាចលេបដង្ហើមនេះបានទេដូច្នេះគាត់ក៏សម្រេចចិត្តសងសឹកកូនស្រីគាត់ផ្ទាល់គាត់បានមកផ្ទះចាស់នៅជីក្រុងសូមឲ្យនេះជាកន្លែងដែលសេងបៀវត្រូវបានគេចាប់ដាក់គុកបន្ទាប់មកគាត់បានសុបប៉ាន់អ្នកនាំភ្ញៀវរទេសវីកូនកូននោះសូមឲ្យគាត់ញៀនថ្នាំអ្នកបើកបរមុននឹងនាំខ្លួនសេងបៀវទៅកាន់តុលាការវាដល់ពេលសម្រាប់សកម្មភាពក្នុងមួយប៉ព្រិចភ្នែកបងប្រុសឆេងដើរតាមពីក្រោយចំណែកអ្នកបើកបរដែលមានអាការធ្ងន់ធ្ងរភ្លាមនោះបានចតរថយន្តនៅចិញ្ចាំផ្លូវគាត់បានប្រើឋានៈរបស់គាត់ជាវេជ្ជបណ្ឌិតដើម្បីបោះជំហានទៅមុខដើម្បីជួយក្រោយពីមន្ត្រីប៉ូលីសដែលទទួលខុសត្រូវនាំចេញបានចុះពីរថយន្តបងប្រុសឆេងបានបើកឡានចេញទៅដោយមិននិយាយអ្វីទាំងអស់បន្ទាប់មកយើងបានមកដល់រោងចក្រដែលគេបោះបង់ចោលដំបូងគាត់បានធ្វើឲ្យសេងបៀវភ្ញាក់ផ្អើលជាមួយនឹងកន្សែងដៃបន្ទាប់មកគាត់យកវាទៅដាក់ក្នុងគល់ឈើហើយយកទៅផ្ទះចាស់មិនយូរប៉ុន្មានមេប៉ូលីសបាននាំមនុស្សទៅកន្លែងកើតហេតុហើយបានដឹងពីចម្លើយសារភាពរបស់ប៉ូលីសថាជនចាប់ចម្រិតគឺជាបងប្រុសថេងដូច្នេះមេប៉ូលីសបានរកឃើញប្រពន្ធរបស់បងប្រុសថេងប៉ុន្តែគាត់មិនដឹងអំពីកន្លែងលាក់ខ្លួនរបស់ប្តីរបស់នាងទេនៅពេលល្ងាចប្រពន្ធរបស់គាត់បានទូរស័ព្ទទៅបងប្រុសថេងគាត់បានណែនាំប្តីរបស់គាត់ឲ្យបញ្ឈប់វាខ្ញុំបានបាត់បង់កូនស្រីរបស់ខ្ញុំមិនចង់បាត់បង់ប្តីទៀតទេប៉ុន្តែបងប្រុសឆេងគ្រាន់តែចង់សងសឹកប៉ុណ្ណោះគាត់បានលើកទូរស័ព្ទមុនពេលប្រពន្ធគាត់និយាយចប់បន្ទាប់មកគាត់បានចងសេងបៀវទៅនឹងស៊ុំដែកនៅពេលគាត់ភ្ញាក់អ្វីដែលបានកើតឡើងបន្ទាប់គឺការចាប់ផ្ដើមនៃរឿងសេងបៀវឈឺចាប់រហូតដល់ស្លាប់ពួកគេមិនសូវបានដឹងទេថាការធ្វើទារុណកម្មដ៏ឃោរឃៅថែមទៀតមិនទាន់កើតមាននៅឡើយទេបរិសុទ្ធនោះបានវាយចំចង្កេះជាតដោយផ្ទាល់ហើយស្ងោរចូលក្នុងចានស៊ុបការក្រលៀនដោយចេតនាដាក់នៅចំពោះមុខធាតុសេងបៀវប៉ុន្តែបន្ទាប់ពីធ្វើទាំងអស់នេះបងប្រុសឆេងមិនមានអារម្មណ៍សប្បាយចិត្តទេនៅថ្ងៃទី2សេងបៀវដែលបាត់បង់ចង្កេះលែងអង្វរសុំមេត្តាទៀតហើយគាត់បានធ្វើឲ្យបងប្រុសឆេងខឹងដោយចេតនាខ្ញុំចង់ឲ្យអ្នកដទៃផ្ដល់ពេលវេលាល្អដល់ខ្ញុំបងប្រុសឆេងស្រាប់តែខឹងសម្បាយ៉ាងខ្លាំងគាត់បានច្របាច់ករបស់សេងបៀវយ៉ាងខ្លាំងប៉ុន្តែខ្ញុំគិតថាថ្ងៃស្អែកជាថ្ងៃខួបកំណើតកូនស្រីខ្ញុំទីបំផុតគាត់លែងដៃដោយសារតែគាត់ចង់សម្លាប់សេងបៀវដោយដៃរបស់គាត់តនៅថ្ងៃខួបកំណើតកូនស្រីរបស់គាត់មិនយូរប៉ុន្មានហេតុការណ៍ដែលបងប្រុសថេងចាប់ជំរិតជាតុបានធ្វើឲ្យមានព័ត៌មានស្ទើរតែគ្រប់គ្នាគ្រប់គ្រងវិធីសាស្ត្ររបស់គាត់ក៏បាននិយាយថាបើជាគាត់ប្រហែលជាសាហាវជាងគាត់ទៅទៀតឬបែបនេះបងប្រុសថេងទទួលបានកម្លាំងចិត្តឡើងវិញភ្លាមដូច្នេះគាត់បានយកស្បែកក្បាលចេញអង្គរៈដែលស្លាប់ត្រូវបានគេធ្វើទារុណកម្មម្ដងទៀតក្នុងពេលជាមួយគ្នាប៉ូលីសបានប្រមូលកម្លាំងប៉ូលីសទាំងអស់ដើម្បីបើកការតាមប្រមាញ់មនុស្សប៉ុន្តែពួកគេបានបង្វែរទីក្រុងទៅវិញរកមិនឃើញសញ្ញារបស់បងប្រុសថេងទេហើយបងប្រុសថេងបានរំលឹកពីការសងសឹកពីថ្ងៃនេះប៉ុន្តែខ្ញុំមិនមានអារម្មណ៍រីករាយអ្វីទាំងអស់ផ្ទុយទៅវិញគាត់កាន់តែឈឺចាប់ខ្ញុំអាចបញ្ចេញអារម្មណ៍របស់ខ្ញុំបានដោយការធ្វើរឿងចម្លែកនៅព្រឹកព្រលឹមថ្ងៃបន្ទាប់អ្នកល្បាតម្នាក់បានប្រទះឃើញរថយន្តដែលគេទុកចោលរបស់បងប្រុសថេងដោយចៃដន្យគាត់បានរាយការណ៍ពីស្ថានភាពភ្លាមទៅកាន់ទីស្នាក់ការកណ្ដាលភ្លាមនោះប៉ូលីសជាច្រើនអ្នកបានទៅដល់កន្លែងកើតហេតុ
ហើយស្វែងរកនៅពេលលៀបព្រំជុំវិញវាហើយថ្ងៃនេះជាថ្ងៃកំណើតរបស់កូនស្រីខ្ញុំបងប្រុសថេងក្រុងចុះចាញ់បន្ទាប់ពីសម្លាប់សែងបៀវប៉ុន្តែគាត់បានឃើញកូនស្រីរបស់គាត់នៅក្នុងច្រករបៀងភ្លាមនោះគាត់បានកកនៅនឹងកន្លែងរួចគាត់ក៏នាំកូនស្រីទៅបន្ទប់ទឹកសម្អាតស្នាមប្រឡាក់នៅលើខ្លួនរបស់គាត់ប៉ុន្តែបងប្រុសថេងបានរកឃើញភ្លាមឈាមទាំងអស់នៅលើមុខរបួសរបស់កូនស្រីខ្ញុំត្រូវតែជូតឲ្យស្អាតវានឹងហូរចេញភ្លាមពេលនោះទើបគាត់ដឹងថាអ្វីនៅពីមុខគាត់គឺជាការបំភាន់ពេលនេះប៉ូលីសមកដល់ហើយចាប់ផ្ដើមស្រែកទៅកាន់បងប្រុសថេងក្រុងនឹងសម្លាប់សែងបៀវប៉ុន្តែខ្ញុំបានគិតអំពីប្រពន្ធរបស់ខ្ញុំនៅផ្ទះគាត់នៅតែរំដោះសែងបៀវពីការរឹតបន្តឹងរបស់គាត់